Yeah ใช้ชีวิตที่นี่บรูบนลือปราตะเตือนตามបងអូនបងតបតូចខ្ញុំភ្ញាក់ឡើងដោយគ្មានសំឡេងឪពុកម្ដាយម្នាក់ឯក្នុងពិភពលោកដ៏ធំធេងតែខ្ញុំមិនចាញ់សង្គ្រាមជីវិតទេរួចពេលលឹងណាស់ពេលមិនខានរីវិលត្រឡប់ស្ដាប់សំឡេងសើចរបស់ពួកគេពីផ្ទះជិតខាងខ្ញុំចង់ได้រកសាក់ខ្លួនឯងហើយស្នឹមមេឃពណ៌ចង់ចាំរូបឪពុកម្ដាយតាមរយៈរូបថតចាស់ស្នាមញញឹមរបស់ពួកគេគឺជាម្លាំងចិត្តរបស់ខ្ញុំរៀនដល់តាមផ្លូវរបស់ខ្ញុំតែអ្នកឯងរៀនធ្វើម្ហូបរៀនទទួលយកគ្រប់ការឈឺចាប់ខ្លះចង់ចាក់ចេញខ្លះចង់ពុកឆឹងបបងប៉ុន្តែចិត្តក្មេងតូចងងនៅតែបដូរថ្មីរមងម្នាក់ណាមានរឿងរ៉ាប់ផ្សេងគ្នារឿងរ៉ាវរបស់ខុសពោពេញដោយការរំចាំពេលដែលសេចក្តីសុខនឹងមកតរំចាំពេលដែលខ្ញុំអាចសុំនឹងមុខពួកគេដោយងូពួកគេខ្ញុំនឹងបន្តទោះបីជាខ្សែជីវិតនឹងពេញលេញខ្ញុំនឹងបាត់ស្ដាប់រឿងនិទានដែលពួកគេបាននិយាយនៅក្នុងការស្រមៃរបស់ខ្ញុំពួកគេនៅមានជានិច្ចជាផ្កាយពន្លឺនៅលើមេឃយប់ដ៏ងងឹតក្មេងកំព្រាយើងមិនអាចការស្នាមឈឺចាប់ទាំងអស់នឹងខ្លាចចាំឡើងយើងនៅនឹងស្រស់ស្អាតដោយការដែលរីកនៅតាមចំណោទថ្នមសៃឡាពេលបានគេស្គាល់ថាក្មេងកំព្រារស់នៅតាមអត់ផ្លូវរកអាហារពីស្ដីធាយខោអាវគឺជាអាវយឺតចាស់នៅលួយយប់ក្នុងគេលងលើកម្រាលកាត់ណោតក្រោមដំបូលមិនដឹងថាថ្ងៃស្អែកនឹងមានអ្វីកើតឡើងមិនដឹងថានៅពេលណាគេចាប់តាមយកគំនិតគ្រាន់តែជាក្មេងប្រុសតូចអ្នកដែលគ្មានទីពឹងត្រូវរៀនរក្សាខ្លួនឯងតាំងពីវ័យកុមារខ្លះត្រូវគេដេញខ្លះត្រូវគេស្ដីបន្ទោសខ្លះជួបមនុស្សចិត្តអាក្រក់ចង់ធ្វើអាក្រក់ស្អីលៀកត្រូវរត់ទៅលៀកខ្លួនទៅយំដោយគ្មានសំឡេងព្រោះគ្មាននរណាម្នាក់ស្ដាប់គ្មាននរណាម្នាក់យកចិត្តទុកតាស្អីឡាពោស្អាតដូចទឹកភ្នែកធ្លាក់ចុះពេលរាត្រីគ្មានអ្នកឃើញអូនសុខសប្បាយរបស់អូនមានតែអូនឯងនឹងពិភពលោកនេះធំធេងតែគ្មានទីឈរជើងខ្លួនតាជាផ្ទះតែមួយគត់នឹកលំជាមកដល់បាត់ប្រាក់ដល់តែខ្លះសួរថាទៅធ្វើអ្វីខំទៅជីវិតបានដល់ថ្ងៃនេះគ្មានចំឡាយមានតែខ្យល់បក់ដងសៃឡាកំភៃពីបឹងដ៏ធំបំផុតនោះគឺនៅក្នុងចិត្តខ្លួនឯងទោះជីវិតគ្មានទីដាក់បាត់មែនតែចិត្តខ្ញុំគឺជារីកដំណើរសៃឡានៅខ្លាំងថ្ងៃណាមួយពន្លឺនឹងមកតអូនមិនអាយកាព្រោះមានព្រះអម្ចាស់នៅជាមួយសង្ឃឹមថ្ងៃស្អែកសង្ឃឹមនៅវ័យដែលអជាងនេះគឺជាដំណើរដ៏វែងមួយពេលខ្លះជួបភាពងងឹងពេលខ្លះជួបពន្លឺតែសង្ឃឹមតូចមួយនៅក្នុងចិត្តអាចខ្លះតោអាធរកំបាំងជីវិតសៃឡាដល់តាមផ្លូវវែងអ្នកឯងដាក់តាប៉ុន្តែថ្ងៃនេះមានឃើញការទុតកាច់រីកនៅចិត្តចំណោស្រាប់តែសូនលេងមួយពីផ្ទះចាស់មួយកូនប្រចូលមកញ៉ាំបាយជាមួយយាយមកតែភ្នែកស្លេកទាំងអស់ស្រត់ចេញខំដៅចិត្តដល់សានញាក់ចាស់ក្នុងខ្យល់រដូវរងានេះជាលើកដំបូងដែលនាងដឹងថាខ្លួនមិនអាចការនៅនឹងក្តីមេត្តាលើផែនដីនេះឲ្យពួកយើងរៀបរកគ្នាតែកំពុងដើរតាមផ្លូវផ្សេងជួបការលំបាកជួបការឈឺចាប់សូមកុំបោះបង់សង្ឃឹមព្រោះពេលដែលងងឹតបំផុតគឺមិនពេលព្រះអត្ត